របៀប add thumbnail ឬក៏ផ្ទាំងខាងមុខដើម្បីតាក់ទាញ fan ឲ្យគាត់ចុចចូលទៅមើលវីដេអូរបស់លោកអ្នកអញ្ចឹងសម្រាប់អ្នកដែលគាត់ប្រើប្រាស់ YouTube ឬក៏អីអញ្ចឹងគាត់ដឹងហើយ thumbnail ហ្នឹងគឺជាអីគឺជាផ្ទាំងខាងមុខបែបនេះអញ្ចឹងយើងចាប់ផ្ទាំងខាងមុខដែល Facebook គេហៅថា cover ឬក៏ TikTok គេហៅថា cover ដើម្បីតាក់ទាញចំណាប់អារម្មណ៍អ្នកមើលអញ្ចឹងណាតែយើងចង់ឲ្យចាប់នៅផ្ទាំងសកម្មភាពមួយណាសម្រាប់សាច់វីដេអូរបស់យើងដើម្បីឲ្យអ្នកមើលគាត់ងាយស្រួលយល់ថាវីដេអូហ្នឹងយើងចង់ធ្វើដើម្បីសម្ដៅទៅលើអ្វីអូខេទីមួយគឺយើងចុចទៅលើកន្លែងយើងផុសវីដេអូវែងក៏បានវីដេអូខ្លីក៏បាននៅពេលដែលអ្នកចុចចូលទៅកន្លែងផុសនឹងហើយគឺវាមានពាក្យ edit នៅខាងលើនេះអញ្ចឹងសម្រាប់ចិត្តទាំងអស់គ្នាគ្រាន់តែចូលទៅកន្លែងពាក្យ edit នៅខាងលើនឹងបានដើម្បីចូលទៅ select យក thumbnail ឬក៏ផ្ទាំង cover ដែលយើងដាក់ផ្ទាំងខាងមុខដើម្បីឲ្យfan គាត់ចាប់អារម្មណ៍ចុចមើលឬក៏អ្នកដែលគាត់អូសកាត់វីដេអូយើងគាត់ចុចមើលវីដេអូរបស់យើងអញ្ចឹងយើងចូលកន្លែង edit នឹងក៏បានហើយរើសនេះយើងអាចរើសយក thumbnail ហ្នឹងនេះយើងអាចរើសនៅចំណុចណាមួយដែលយើងគិតថាជាចំណុចសំខាន់តែជាទូទៅខ្ញុំតែងតែដាក់ intro នៅខាងមុខចាដាក់ intro នៅខាងមុខអញ្ចឹងសម្គាល់ជាមួយនឹងចំណងជើងបែបនេះហើយខ្ញុំចាប់នៅផ្ទាំងខាងមុខនឹងតែម្ដងអញ្ចឹងសម្រាប់ចិត្តទាំងអស់គ្នាអាចប្រើប្រាស់នៅជំរើសទី1បាន option ទី1គឺរើសពីខាងក្នុងសាច់វីដេអូរបស់យើងផ្ទាល់តែម្ដង option ទី2គឺចូលទៅ add នៅ gallery គឺយើងបានឆ្នៃ thumbnail នឹងឲ្យអស់ហើយឆ្នៃ cover នឹងមកផ្ទាំងតែម្ដងកាត់ស្អាតដាក់ចំណងជើងហើយដាក់រូបភាពណាដែលយើងត្រូវការដាក់ហើយបើ YouTube គេថារៀបចំកាយឆ្នៃ thumbnail ណាហើយយើងចុចយកតែម្ដងចាស់យកពី gallery របស់យើងហើយយើងចុច save ដើម្បីឲ្យឃើញផ្ទាំងហ្នឹងនៅខាងមុខសាច់វីដេអូរបស់យើងអញ្ចឹងនៅពេលដែលគេអូសកាត់វីដេអូរបស់យើងគេនឹងឃើញផ្ទាំងខាងមុខហ្នឹងតែម្ដងដែលគេហៅថា add cover ឬក៏ add thumbnail អាហ្នឹងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់បងទាំងអស់គ្នាឬក៏សម្រាប់អ្នកដែលគាត់ធ្វើជាមាតិកា content ព្រោះអី thumbnail ឬក៏ផ្ទាំងសាច់វីដេអូរបស់យើងដែលបង្កប់នៅអត្ថន័យទាំងមូលនៃសាច់វីដេអូរបស់យើងដើម្បីតាក់ទាញចំណាប់អារម្មណ៍អ្នកមើលជួនកាលទៅបើសិនជាគាត់អត់បានឃើញ thumbnail ឬក៏ផ្ទាំង cover បែបនេះគាត់អត់ដឹងទេថាវីដេអូរបស់យើងហ្នឹងនិយាយពីអីប៉ុន្តែបើសិនជាគាត់អត់បានសម្គាល់ទៅលើចំណងជើងអញ្ចឹងភាគច្រើនគួរតែ add thumbnail ឬក៏ add cover ទៅណាយើងអាចយក option មួយគឺរើសពីសាច់វីដេអូរបស់យើងផ្ទាល់ក៏បានឬក៏ option មួយទៀតគឺយើងឆ្នៃវាជារូបស្លឹកមួយហើយយើង add cover ហ្នឹងនៅកន្លែង gallery របស់យើងដូចតែខ្ញុំធ្វើបង្ហាញបាននៅពេលដែលយើង add អញ្ចឹងហើយណោះយើងគ្រាន់តែចុច save នៅខាងលើទៅគឺផ្ទាំងខាងមុខហ្នឹងគឺវាបង្ហាញនៅលើសាច់វីដេអូរបស់យើងទាំងមូលតែម្ដងអានេះគេហៅថា add thumbnail ដើម្បីតាក់ទាញចំណាប់អារម្មណ៍អ្នកមើលសម្រាប់បងគាត់ធ្វើ YouTube គឺគាត់និយមប្រើ thumbnail ឬក៏ការផ្ទាំងខាងមុខហ្នឹងឯងប៉ុន្តែសម្រាប់បងដែលគាត់ធ្វើ Facebook ធ្វើ page គឺគាត់អត់បានចាប់អារម្មណ៍ទេអញ្ចឹង thumbnail គឺផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់បងទាំងអស់គ្នាណាកុំភ្លេចទៅ add thumbnail ឬក៏ add cover ឬក៏ add នៅចំណុចសំខាន់ណាមួយដើម្បីជាសាច់វីដេអូ intro វីដេអូទាំងមូលដើម្បីឲ្យគេចាប់អារម្មណ៍មើលវីដេអូរបស់លោកអ្នកដោយដែលខ្ញុំបានធ្វើបង្ហាញនេះគឺជារបៀប add thumbnail បន្តមកទៀតយើងគ្រាន់តែសរសេរចំណងជើងខាងលើខ្លីតែខ្លឹម description សាច់វីដេអូទាំងមូលហើយយើងផុសបានហើយអញ្ចឹងកុំភ្លេចណោះប្រើ technique នេះទាំងអស់គ្នា